យបាទទន្លេមេគង្គគឺគ្រប់ទាំងអស់តែម្ដងហើយបាទគឺបើមិនមានទឹកគឺមិនមានបើនិយាយពីកសិកម្មវិញមិនមានទឹកទេគឺការផលិតកសិកម្មនេះគឺមិនបានល្អទេបច្ចុប្បន្នទៀតគឺទន្លេមេគង្គនេះគឺជាជំរកសំខាន់បំផុតគឺផ្សោតទន្លេមេគង្គបាទដែលមានតែនៅខេត្តកញ្ចេះនិងខេត្តស្ទឹងត្រែងទេហើយជាលងមេពូជត្រីធំនៅក្នុងទឹកដីខេត្តកញ្ចេះនេះទៀតដែលផ្សព្វផ្សាយភាយពូជត្រីពីនេះទៅរហូតសឹងទូទាំងទន្លេមេគង្គទៅខាងក្រោមទៀតបាទអញ្ចឹងគឺបើនិយាយអំពីសារៈប្រយោជន៍គឺធំធេងណាស់គ្រប់វិស័យទាំងអស់ត្រូវការទឹកទន្លេមេគង្គនេះដើម្បីធ្វើការអភិវឌ្ឍតួយ៉ាងវិស័យកសិកម្មជាវិស័យចម្បងមួយនៅកម្ពុជាប្រជាជនភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការដែលត្រូវទាមទារឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំបន្លែបង្ការរបស់ពួកគាត់ពីទឹកទន្លេមេគង្គបានដែរឲ្យបានខ្ញុំស្រោចស្រពដំណាំហើយក៏ខ្ញុំប្រើប្រាស់សពថ្ងៃប្រចាំថ្ងៃដែរសូមអរគុណដល់ទឹកទន្លេមេគង្គបានជួយខ្ញុំបានស្រោចស្រពដំណាំទាំងអស់ហើយគិតគង់ដល់ជីវភាពខ្ញុំទាំងអស់បាទក្នុងការប្រើប្រាស់តាំងពីហូបឡើងនៅក្នុងភូមិរិស័យកែវឃុំរិស័យកែវស្រុកព្រៃប្រសពខេត្តក្រចេះបានបង្កើតជាសហគមន៍កសិកម្មដែលសហគមន៍នេះមាន53គ្រួសារកំពុងតែអនុវត្តដាំដំណាំបន្លែពួកគាត់តាមបែបបច្ចេកវិទ្យាថ្មីដែលទទួលបានទិន្នផលខ្ពស់និងងាយស្រួលរកទីផ្សារក្នុងការលក់ដូរផងដែរ